គិតទៅមីងបកែមែនតែនហ្មងអ្នកនៅម្ដុំនេះគឺបកែហ្មងតនេទៅធ្វើឆៃបើអីបកែមែនតែនមីងហើយនិយាយពីក្នុងផ្ទះវិញមកជុំវិញផ្ទះវិញគឺមានគ្រប់សពហើយស្អាតណាផ្ទះគាត់មានតំណាំចម្រុះហ្មងដូចនេះយើងផ្កាអូនិយាយពីផ្កាគាត់ចូលចិត្តផ្កាមានច្រើនមែនតែនមានផ្កានេះវាកំពុងរីកស្អាតហើយនេះមានទាំងនោមហើយគាត់ប្រាប់ថានេះផ្ទីអីគេផ្ទីម៉ាឡេគាត់ថាហ្នឹងឆ្ងាញ់គាត់ទៅខាត់ស្លោហើយបងប្អូនយើងអ្នកដែលមានដីតនេគាត់ដាំអាហ្នឹងបន្លែសម្បូរវីតាមីនហើយពេលបរិភោគទៅជួយពង្រឹងភាពស៊ាំរបស់យើងអញ្ចឹងបន្លែមានចម្រុះមានទាំងតឡាចមានទាំងនងមកជុំវិញផ្ទះគាត់ហ្នឹងគឺសិតតែដំណាំហ្មងហើយមិនត្រឹមប៉ុណ្ណឹងមានទាំងតបែកអូនណែមើលខាងនេះទៀតផ្កាទៀតខ្ញុំសួរគាត់ថាស្រីចូលចិត្តផ្កាអញ្ចឹងមែនទេគាត់សើចមើលមានតែផ្កាសេមួនផ្កាចាយនេះខ្ញុំអត់ស្គាល់ទេប៉ុន្តែគ្រាន់តែដឹងថាពេលវាចេញមកជប់ច្រោះស្រុបគ្នាអញ្ចឹងគឺស្អាតដែរហើយមានទាំងពៅទៀតមីងបកែដាំមិនអោយសល់អីហ្មងសំបីតែដីហើយប្រភេទណាហើយនេះមិនទេអញ្ចឹងមានន័យថាមកជុំវិញផ្ទះគាត់ហ្នឹងមានចង់បានផ្លែឈើចង់បានបន្លែចង់បានផ្កាគាត់ចាក់ដីដាក់លបងជុំវិញផ្ទះមកនេះនៅមុខខ្លោងទ្វារនេះផ្កាទៀតផ្កាសេមួនហើយវាផ្កាច្រើនយ៉ាងស្អាតមែនទែនពេលចូលទៅដល់ផ្ទះគាត់ក៏ខំចូលទៀតណានេះនៅទៅនេះស្អាតតែផ្កាអូមើលផ្កាច្រើនមែនទែនអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានដីណាទៅនេះបើយើងមិនចង់ដាំអីទេក៏អាចដាំផ្កាដែរដើម្បីជាសុភ័ណភាពមួយដល់ផ្ទះរបស់យើងណាហើយនេះមានតែផ្កាខ្យល់សេះផ្កាសេមួនហើយនេះដាំទៅទឹមទៀតអញ្ចឹងគាត់ដាំមិនសឹងថាមកឲ្យសល់អីហើយក្រៅពីហ្នឹងក៏មាននេះទៀតលហុងហើយនិយាយពីលហុងរបស់គាត់គឺល្អហើយអាមួយនេះមិនផ្លែចង់ទុំអីហើយគាត់ប្រុងនឹងបែហើយព្រៃវាចាស់ហើយនិយាយមើលផ្លែមានទាំងលហុងត្រាវមានទាំងខ្នោគាត់ថាដាំអត់រស់ពួកបារាំងឥឡូវក៏ប្រុងរកពួកបារាំងមកដាំទៀតហើយដូចនេះដាំស្នោតិចចិត្តចេញផ្កាទៀតអញ្ចឹងវាគឺជាសកម្មភាពដ៏គំរូមួយសម្រាប់បងប្អូនអ្នកជាពិសេសអ្នកនៅតាមជនបទដែលគាត់មានដីជុំវិញផ្ទះណាជាងគួរតែដាំដំណាំដាំបន្លែដើម្បីជៀសវាងការទិញហើយនឹងកាត់បន្ថយការចំណាយរបស់យើងបន្ថែមពីនេះទៀតយើងក៏អាចលក់ទៅរកចំណូលបន្ថែមផងដែរហើយនេះគាត់ប្រាប់ថានៅនេះមានដលងហើយដលងនេះគេហៅដលងឈាមមាន់និយាយពីមើមដល់កមើមដល់ពកពេញដីអញ្ចឹងមានន័យថានៅជុំវិញផ្ទះគាត់ហ្នឹងគឺចង់អីក៏បានដែរគឺអត់ខ្វះតែម្ដងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចធ្វើដូចគាត់បានដែរសូមអរគុណ